Bà sơ sẩy đọc nhé, có đôi chì lục rừng cửu đôi chì cửu từ tùm tục thná chẳng cả bì bì tổ muốn cực chẳng bàn bằng hành tệ tông cho mùi ca bột bà lòng trong mì mùi bà chăm cho mì mùi nâng chăm cho mì bí cho nam hay hái nghe nghĩ dô tệ chì thúc ná lục rừng cửu đôi chì cửu tục thná cực đăng này ở được trong video này đức nhưng bằng hành bì bì pra pra bằng chì sang ảo bà miên nâng tạm đàn chẳng ca này nghĩ dô tệ ở miên này bại sư sư dô lì ta là dân chô đo sang ảo bà miên chăm khai chẳng nhìn chụt chô tục nông nông hay dân miên khai khi có đây dân bà lóng đại diện riêngហ្នឹងông mà ta khai thanuអញ្ចឹងយើងជិះចូលទៅក្នុងខែធ្នូនេះមកអូខេអញ្ចឹងតម្រងអាវត្តមានគឺបាញ់ហ្នឹងឯងហ្នឹងបាញ់ហ្នឹងគឺឈ្មោះសរសើរគឺមាននៅក្នុងនេះតមកទៀតរឿងដែលលោកគ្រូទៅធ្វើយើងអាចធ្វើការ print អាបញ្ជីអវត្តមាននេះឲ្យប្រធានថ្នាក់ក៏បានដែរឥឡូវបើថានៅសល់ខាងក្រោមប្រហែលយើងធ្វើការលាក់ហ្នឹងនេះចុចអូខេបើលាក់បាននេះផ្លេចយើងដោះសោសិនណាដោះសោអូខេយើងលាក់បានអូខេយើងនៅសល់ប្រហែលយើងអាចធ្វើការលាក់អូខេឥឡូវយើងលាក់នេះសតតែខ្ញុំបិទអាបោះលាក់បន្តិចមកស្ដាំហើយគេយើងចង់ចាក់សោវិញក៏បានចុចសោវិញមកអូខេចុចគ្រីសបានអត់ក៏បានអញ្ចឹងចុច1 2 3នេះបែបហ្នឹងណាហ្នឹងហើយអញ្ចឹងយើងអាចធ្វើការចុចprint ជា PDF ឲ្យប្រធានថ្នាក់គាត់មុនក៏បានដែរចុចអញ្ចឹងមកទៅមកទៀតយើង save ជា PDF ហើយឬ print ចេញមកឲ្យប្រធានថ្នាក់គាត់ស្រង់អវត្តមានសិស្សហ្នឹងបែបហ្នឹងទៅមកទៀតយើងយកប័ណ្ណគាត់ស្រង់ហ្នឹងគឺយើងចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងបន្ទុកយើងអញ្ចឹងក្នុងប្រព័ន្ធគ្រប់គ្រងបន្ទុកនេះក្លែមចូលអវត្តមានហ្នឹងគឺនៅក្នុងនេះគឺយើងនេះណាគឺយើងធ្វើការសេរីសិនសេរីឲ្យថតឆ្នាំម៉ានឲ្យថត2000ម៉ាន2001 2021អញ្ចឹងទៅខែអីគេអញ្ចឹងយើងត្រូវរើសខែសិនណាថតខែធ្នូអញ្ចឹងរើសខែធ្នូយកខែធ្នូនេះខាងខែធ្នូវាធ្លាក់មកអញ្ចឹងយើងរើសខែគ្រប់បញ្ជីស្រង់អវត្តមានទាំងអស់គឺធ្វើបែបហ្នឹងឯងអញ្ចឹងណាតមកទៀតយើងធ្វើការស្រង់គាត់ធម្មតាមកមានអីអានេះមកទេអានេះអីទេនេះយើងស្រង់ទៅនេះទេហើយបើថាឈ្មោះម្នាក់នេះគាត់ឈប់អត់មានច្បាប់អញ្ចឹងទៅមួយអានេះគាត់ឈប់មានច្បាប់ទៀតមួយអញ្ចឹងទៅណាខាងក្រោមគាត់ឈប់អត់មានច្បាប់អញ្ចឹងទៅដល់វាខាងក្រោមទៀតគាត់ឈប់អត់មានច្បាប់អញ្ចឹងមានច្បាប់អញ្ចឹងបែបហ្នឹងណាអាហ្នឹងគឺវារាប់ដោយខ្លួនឯងក្នុងហ្នឹងអញ្ចឹងយើងស្រង់ទាំងអស់សឹងមួយថ្នាក់យើងអញ្ចឹងតមកទៀតជាធម្មតាក្នុងមួយខែគឺមាន31ថ្ងៃអញ្ចឹងនៅក្នុងការចងរូបមន្តគឺគេចង31ថ្ងៃតែម្ដងប្រសិនបើយើងចង់ដឹងថាតើថ្ងៃឈប់ប្រហែលរៀនប្រហែលថ្ងៃក្នុងមួយខែហ្នឹងគឺយើងអាចដាក់អក្សរ S នៅខាងលើនេះអញ្ចឹងយើងចុចលើក្បាលខាងលើនេះយើងចុចមកដាក់អក្សរ S នេះគេដែរអញ្ចឹងវានឹងរាប់ចំនួនថ្ងៃដែលយើងឈប់ហើយនេះគេករណីបើខែផ្សេងវាមានតែ28ថ្ងៃអញ្ចឹងយើងដាក់វាទៅអស់ដែរអញ្ចឹងដាក់អក្សរ S ឥឡូវមកថាថ្ងៃណាដែលយើងជប់ស្លាកទៀតថ្ងៃទី31អញ្ចឹងដាក់មកអញ្ចឹងវា load auto អញ្ចឹងបែបហ្នឹង load auto អញ្ចឹងវាប្រាប់យើងថាយើងឈប់5ថ្ងៃរៀនតែ26ថ្ងៃទេប៉ុន្តែបើសិនមកយើងរើសខែ2អញ្ចឹងទៅវា load ទៅតាមហ្នឹងដែររើសខែ2អញ្ចឹងទៅអាកន្លែងនេះគឺយើងអត់រៀនទេអញ្ចឹងដោយសារតែវាអត់មានអញ្ចឹងយើងអាចដាក់អក្សរ S ទៅឲ្យវារាប់ណាឲ្យវារាប់ជូនយើងអញ្ចឹងបែបហ្នឹងអញ្ចឹងមានភាពងាយស្រួលអញ្ចឹងណាហ្នឹងហើយអូខេតែប៉ុណ្្នឹងឯងហ្នឹងតែប៉ុណ្្នឹងយើងអាចធ្វើការ print វាចេញបានហើយអាខាងក្រោមហ្នឹងគឺចំនួនសិស្សមករៀនជាក់ស្ដែងអញ្ចឹងណាពិតប្រាកដភ្លេចប្រសតមួយចំនួនអវត្តមានគិតជា%អញ្ចឹងទៅណាងាយទេនេះករណីវានៅសល់អញ្ចឹងអាចធ្វើការលាក់មួយហ្នឹងក៏បានឬក៏យ៉ាងម៉េចយើងធ្វើយើងស្រីវាទៅនេះដោះសោខាងលើទៅហើយអូខេតែមួយការស្រង់អវត្តមានគឺមានតែប៉ុណ្្នឹងឯងចង់ស្រង់ខែណាយើងចូលខែហ្នឹងមកណាឥឡូវយើងចូលដល់ចំណុចមួយទៀតគឺសភើតាមដានការសិក្សារបស់សិស្សវិញម្ដងចុចទៅក្នុងនោះមកហើយចូលទៅក្នុងខែអីធ្នូអញ្ចឹងទៅនេះឧទាហរណ៍បែបហ្នឹងអូខេបន្តមកទៀតកន្លែងនេះយើងរើសអត្តលេខរបស់សិស្សមកនេះយកទៅរើសអញ្ចឹងកន្លែងនេះគឺជាព័ត៌មានរបស់គាត់ណានេះកន្លែងនេះគឺជាព័ត៌មានរបស់គាត់ហ្នឹងអាខាងនេះគឺជាលទ្ធផលរបស់គាត់អញ្ចឹងទៅណាហើយក្នុងនេះខ្ញុំដាក់តែបន្តិចមួយទេអត់មានច្រើនទេអញ្ចឹងយើងមានបន្ទុកមុខយើងមានមុខវិជ្ជាហើយយើងមានបន្ទុកហ្នឹងណាតមកទៀតអានេះបន្ទុកដែលគាត់ទទួលបានតមកទៀតនេះគឺជាចំណុចនៃបន្ទុកហ្នឹងខាងក្រោមគឺជាលទ្ធផលបន្ទុកសរុបរបស់គាត់មធ្យមភាគលទ្ធផលជាប់ចំណាត់ថ្នាក់និងនិទេសអញ្ចឹងទៅអញ្ចឹងបើសិនជាយើងចង់ print យើងអាច print បានចុចនៅហ្នឹងមក print គេអញ្ចឹងយើង print ឲ្យសិស្សមួយមកហើយតមកទៀតយើងចាប់បានសិស្សផ្សេងទៀតយើងចុចអូសរើសមកយើងរើសសិស្សមួយណាទៀតហើយយើងធ្វើការចុច print ទៀតមកអញ្ចឹងណាអញ្ចឹងគឺយើងធ្វើមួយបែបហ្នឹងឯងបាទហើយវាច្រើនសភើតាមដានខ្ញុំអត់ print ចេញទេអញ្ចឹងខ្ញុំធ្វើការចម្លងបន្ទុកចូលវិញអញ្ចឹងណាចម្លងទៅបន្ទុកចូលមកចំណាត់ថ្នាក់ហើយបាទអូខេតើតើជាមួយនឹងការប្រើប្រាស់បញ្ជីស្រង់អវត្តមាននិងតាមដានគឺមានតែបន្តិចបន្តួចតែប៉ុណ្្នឹងឯង